កណ្ដាលអាត្រាថ្ងៃទី26ខែកក្កដាឆ្នាំ2005ក្នុងក្រុងប៉េកាំងមានសភាពស្ងាត់ជ្រងំអ៊ំប្រុសត្រកូលីកំពុងតែសម្រាកនៅលើគ្រែទាំងមិនស្ងប់ក៏ដូចជាកំពុងតែយល់សប្តិបន្តិចដឹងខ្លួនបន្តិចក្នុងសុបិននោះគាត់បានដើរទៅក្នុងលំហមួយដែលពោពេញទៅដោយផ្សែងអាប់ពណ៌ខ្មៅដើរអាប់ពណ៌ខ្មៅក៏រសាត់បាត់ទៅជាអាប់ពណ៌សបន្ទាប់មកគឺមានស្រមោលមនុស្សស្រីម្នាក់ឈរនៅពីមុខរបស់គាត់ក្នុងរយៈចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មានម៉ែត្រអ៊ំលីដើរចូលទៅកាន់តាគៀកក៏បានឃើញស្រីម្នាក់នោះក្នុងឈុតជាសិស្សសាលានិងមានស្ពាយកាបុកនៅលើស្មានាងបានស្រែកប្រាប់អ៊ំលីពីចម្ងាយថាប៉ាអ្នកសម្លាប់ខ្ញុំគឺជាគ្រូទេនៅជើងភ្នំសំឡេងនោះបន្លឺឡើងមិនឈប់ធ្វើឲ្យអ៊ំលីបែកញើសជោកថ្ងាសរហូតភ្ញាក់ពីសុបិននោះទាំងផិតភ័យនិងឈឺចាប់ហើយក្នុងសុបិននោះបានធ្វើឲ្យគាត់នឹកឃើញដល់រដូវក្តៅកាលពី1ឆ្នាំមុនដែលគាត់បំភ្លេចមិនបានថ្ងៃទី26ខែកក្កដាឆ្នាំ2004កូនស្រីរបស់អ៊ំលីគឺលីហ្វាងដែលទៅតែប្រឡងបាក់ឌុបរួចនាងនិងមិត្តភ័ក្តិម្នាក់ទៀតគឺឆាន់ម៉ៃបានណាត់គ្នាថាថ្ងៃទី26នេះនឹងទៅដើរកម្សាន្តនៅភ្នំប៉ាតាឈូខាងលិចក្រុងប៉ៃជីងដើម្បីលំហែខួរក្បាលក្រោយប្រឡងរួចលីហ្វាងដែលជាក្មេងស្រីស្ដាប់បង្គាប់និងកតញ្ញូមួយរូបទៅថ្ងៃនោះនាងបានប្រាប់ឆាន់ម៉ៃទុកជាមុនថាម៉ោង8ព្រឹកនាងនឹងត្រឡប់ទៅផ្ទះដើម្បីធ្វើម្ហូបឲ្យលោកយាយនាងវិញដូច្នេះព្រឹកម៉ោង6ថ្ងៃទី26ខែកក្កដានោះលីហ្វាងនិងឆាន់ម៉ៃក៏ចេញដំណើរទៅកាន់ភ្នំប៉ាតាឈូពេលវេលាបានកន្លងផុតទៅពី1នាទីទៅ1នាទីម៉ោង8ព្រឹកក៏បានមកដល់លោកយាយរបស់លីហ្វាងចាំបាត់នៅតែមិនឃើញលីហ្វាងមកធ្វើអាហារព្រឹកដូនចាស់មានអារម្មណ៍ថាដូចជាមិនស្រួលក្នុងចិត្តសោះរួចក៏ទូរស័ព្ទទៅឪពុករបស់លីហ្វាងក្រោយទទួលដំណឹងពីម្ដាយប្រាប់ថាកូនស្រីឡើងភ្នំប៉ាតាឈូមិនទាន់មកវិញអ៊ំលីជាឪពុកក៏ប្រទះឃើញថាផ្ទៃមេឃនៅឯខាងភ្នំប៉ាតាឈូនោះកំពុងតែមានពពកខ្មៅខ្មុះខ្មាញ់ដែលអាចនឹងបំរុងធ្លាក់ភ្លៀងគាត់បារម្ភខ្លាចកូនស្រីអាចជួបគ្រោះថ្នាក់ពេលឡើងភ្នំទើបគាត់ប្រញាប់ទេទៅរកកូនស្រីគ្រានោះលីហ្វាងក៏បានលើកទូរស័ព្ទរបស់ឪពុកក្នុងសភាពសំឡេងសើចសប្បាយស្ដាប់ទៅកូនស្រីគឺរីករាយនឹងការឡើងភ្នំនេះណាស់នាងបានប្រាប់ឪពុកថានាងមិននឹកស្មានថាការដើររបស់នាងគឺយឺតជាងការរំពឹងទុកបែបនេះឡើយនាងនឹងឆាន់ម៉ៃទើបតែឡើងមកដល់កំពូលភ្នំមុននេះប៉ុណ្ណោះទម្រាំចុះទៅដល់ក្រោមវិញអាចចំណាយពេល2ទៅ3ម៉ោងដូចនេះនាងប្រហែលជាត្រឡប់ទៅផ្ទះវិញយឺនលើកូនស្រីប្រាប់បែបនេះអ៊ំលីក៏លែងបារម្ភទើបផ្ដាំកូនស្រីឲ្យប្រយ័ត្នប្រយែងរួចក៏បិទទូរស័ព្ទទៅរហូតដល់រសៀលថ្ងៃដដែលទូរស័ព្ទរបស់អ៊ំលីក៏រោឡើងម្ដងទៀតគឺម្ដាយបានទេមកប្រាប់គាត់ថារសៀលទៅហើយនៅតែមិនទាន់ឃើញចៅមកផ្ទះនោះទេលើបែបនេះអ៊ំលីមានក្តីងើឆ្ងល់ជាខ្លាំងព្រោះកូនស្រីពីដើមមកគឺបារម្ភពីជីដូនណាស់ហេតុអ្វីរសៀលទៅហើយមិនទាន់ត្រឡប់ទៅផ្ទះវិញបែបនេះអ៊ំលីក៏ប្រញាប់ទេទៅកូនស្រីម្ដងទៀតតែទូរស័ព្ទរបស់លីហ្វាងបែរជាត្រូវបានបិទទៅហើយអ៊ំលីនៅចាំបានថាពេលដែលកូនស្រីចេញពីផ្ទះនាងបានសាកថ្មទូរស័ព្ទពេញទៅហើយមិនគួរទៅតែថ្ងៃរសៀលក៏អស់ថ្មបែបនេះឡើយកាន់តែគិតកាន់តែមានអារម្មណ៍ថាមិនស្រួលអ៊ំលីក៏ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវគាត់ព្យាយាមទេទៅមិត្តភ័ក្តិរបស់កូនស្រីនិងគ្រូរបស់នាងតែគ្មាននរណាដឹងថានាងទៅទីណានោះទេហើយហេតុការណ៍នេះក៏កើតឡើងនៅលើខ្លួនរបស់ឆាន់ម៉ៃដែលបានរួមដំណើរឡើងភ្នំជាមួយនឹងលីហ្វាងដូចគ្នាទូរស័ព្ទរបស់ឆាន់ម៉ៃក៏បានបិទលីហ្វាងនិងឆាន់ម៉ៃសុទ្ធតែពេញវ័យពួកនាងអាចមានសមត្ថភាពរស់រានដោយខ្លួនឯងបានដូចនេះប្រហែលជាពួកនាងអាចជួបនឹងបញ្ហាអ្វីមួយទើបបណ្ដាលឲ្យពួកនាងមិនអាចតាក់ទងមកកាន់គាត់ជាឪពុកបានភ្លាមបែបនេះទើបអ៊ំលីលួងលោមខ្លួនឯងថាពួកគេនឹងមិនអីនោះទេមួយប្រព្រឹត្តភ្នែកម៉ោង5ល្ងាចក៏មកដល់លីហ្វាងនៅតែមិនទាន់មកដល់ផ្ទះវិញគ្រួសារក៏រងចាំលែងបានបន្តក៏នាំគ្នាធ្វើដំណើរទៅកាន់ឧទ្យានភ្នំប៉ាតាឈូដើម្បីតាមរកលីហ្វាងនិងឆាន់ម៉ៃក្រោយរៀបរាប់ប្រាប់ព័ត៌មានដល់ក្រុមការងារក្នុងឧទ្យានរួច
អ៊ំលីក៏បានមើលកាមេរ៉ាសុវត្ថិភាពក្នុងឧទ្យានតាមរយៈរូបភាពនោះបានបង្ហាញថាម៉ោង 8 ព្រឹកលីហ្វាងនិងឆាន់ម៉ៃកំពុងតែដើរឡើងភ្នំនៅឡើយលើពីនេះអ៊ំលីក៏បានប្រទះឃើញនៅពីក្រោយលីហ្វាងនិងឆាន់ម៉ៃចម្ងាយប្រមាណជាប៉ុន្មានម៉ែត្រមានបុរស2នាក់តាមពីក្រោយពួកនាងក្រោយឃើញរូបភាពនោះចិត្តរបស់អ៊ំលីក៏ចាប់ផ្ដើមកាន់តែមិនស្រួលព្រោះគាត់យល់ថាតើបុរស2នាក់នោះអាចជាអ្នកចាប់មនុស្សលក់ទេដឹងគាត់ក៏ប្រញាប់ប្តឹងប៉ូលីសទទួលបានបណ្ដឹងភ្លាមក៏ប្រញាប់ចុះធ្វើការស្រាវជ្រាវរកលីហ្វាងនិងឆាន់ម៉ៃជនរងគ្រោះដែលបាត់ខ្លួនទាំងពីរគឺជាយុវតីវ័យក្មេងដែលទើបតែប្រឡងបាក់ឌុបរួចជាពេលវេលាដែលត្រៀមឈានចូលទៅកាន់សម័យកាលថ្មីមួយទៀតក្នុងជីវិតបានសម្គាល់ខ្លួននិងសម្ភារៈផ្ទាល់ខ្លួនសំខាន់របស់ពួកនាងគឺនៅក្នុងផ្ទះធម្មតាដូចនេះมันអាចជាករណីរត់ចេញពីផ្ទះនោះទេសកបញ្ជាក់ថាមានតែករណីមួយប៉ុណ្ណោះនោះគឺពួកនាងឡើងភ្នំរួចជួបនៅឧបទ្ទវហេតុអ្វីមួយដែលมันអាចចុះមកបានមិនបង្អង់យូរប៉ូលីសក៏បានបញ្ជូនកម្លាំងឡើងល្បាតតាមរកយុវតីទាំងពីរលើភ្នំទាំងមូលអ៊ំលីនិងសាច់ញាតិបងប្អូនក៏បានចូលរួមក្នុងការស្វែងរកនេះដូចគ្នាគាត់បានកាន់រូបថតរបស់កូនស្រីនិងមិត្តភ័ក្តិដើរសួរគ្រប់មនុស្សដែលធ្វើដំណើរឆ្លងកាត់តំបន់ភ្នំរួចក៏មានអ្នកដំណើរខ្លះបានប្រាប់គាត់ថាធ្លាប់បានឃើញលីហ្វាងប៉ុន្តែគ្រាន់តែជាការដើរជួបមួយផ្លែតប៉ុណ្ណោះព្រោះអ្នកទេសចរដែលធ្វើដំណើរមកកម្សាន្តនៅភ្នំនេះគឺរាប់រយពាន់នាក់ដូចនេះគ្មាននរណាបានចាប់អារម្មណ៍ពីយុវតីទាំងពីរនោះទេចុងក្រោយក៏គ្មាននរណាម្នាក់បានដឹងថាពួកនាងបានឆ្លងកាត់ឬធ្វើដំណើរឆ្ពោះទៅទីណានោះឡើយក្រុមសង្គ្រោះក៏មិនអាចកំណត់ពីបរិវេណស្វែងរកបានដូចគ្នាឧទ្យានភ្នំបតាឈូស្ថិតនៅលើដីដែលមានទំហំ40ហិកតាថែមទាំងមានការផ្សារភ្ជាប់ជាមួយជួរភ្នំតូចធំជុំវិញឧទ្យានសុទ្ធតែជាព្រៃភ្នំក្រាស់ដែលធ្វើឲ្យឧទ្យាននេះមានទេសភាពដ៏ល្វឹងល្វើយស្រស់ស្អាតដូចនេះការតាមស្វែងរកលីហ្វាងនិងឆាន់ម៉ៃគឺដូចជារាវមកជុលក្នុងបាតសមុទ្រថ្ងៃទី27ខែកក្កដាឆ្នាំ2004ក្រោយលីហ្វាងនិងឆាន់ម៉ៃបាត់ខ្លួនបានមួយថ្ងៃក្រុមសង្គ្រោះនៅតែគ្មានដំណឹងរបស់ពួកនាងដំណឹងនៃការបាត់ខ្លួនរបស់យុវតីពីររូបនៅឧទ្យានភ្នំបតាឈូទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំងរហូតដល់មានអ្នកសារព័ត៌មានខ្លះបានចុះទៅកាន់ទីតាំងភ្នំដើម្បីជួយអ៊ំលីស្វែងរកកូនស្រីក្រុមជួយរុករកក៏កើនឡើងដល់ទៅ50នាក់បូករួមទាំងអ្នកស្ម័គ្រចិត្តនិងក្រុមអភិរក្សបរិស្ថានបរិវេណផ្នែកខាងជើងភ្នំបតាឈូក៏ត្រូវបានបញ្ចប់ការស្វែងរកប៉ុន្តែកូនស្រីនៅតែរកមិនឃើញថ្ងៃទី28ខែកក្កដាឆ្នាំ2004ក្រោយលីហ្វាងនិងឆាន់ម៉ៃបាត់ខ្លួនបាន2ថ្ងៃអ៊ំលីបានឡើងភ្នំជាមួយនឹងក្រុមរុករកនិងមិត្តរួមថ្នាក់របស់កូនស្រីទាំងព្រឹកហើយបរិវេណនៃការរុករកក៏ត្រូវបានពង្រីកដល់ប៉ែកនិរដីនៃភ្នំប៉ុន្តែនៅតែរកមិនឃើញខ្សែរយៈឬដានអ្វីពីលីហ្វាងនិងឆាន់ម៉ៃឡើយមិនថាជាស្លាកស្នាមនៃការរអិលធ្លាក់លើភ្នំឬវង្វេងព្រៃអ្វីទាំងអស់ក៏គ្មានធ្វើឲ្យអ៊ំលីកាន់តែគិតកាន់តែភ័យគាត់គិតមិនយល់ថាហេតុអ្វីក៏កូនស្រីនិងមិត្តភ័ក្តិបាត់ទៅដោយគ្មានបន្សល់ដានបែបនេះឬមួយក៏បាត់ខ្លួនរបស់ពួកគេមិនមែនជាឧបទ្ទវហេតុតែជាទង្វើរបស់មនុស្សប៉ុន្តែជនល្មើសធ្វើយ៉ាងណាទើបអាចដឹងថាលីហ្វាងនិងឆាន់ម៉ៃត្រូវឡើងភ្នំនៅថ្ងៃនោះហើយអាចប្រព្រឹត្តបទល្មើសទៅលើពួកគេទាំងពីរបានបែបនេះអ៊ំលីយល់ថាមានតែមនុស្សដែលចិត្តស្និទ្ធប៉ុណ្ណោះដែលអាចដឹងពីគម្រោងការឡើងភ្នំរបស់កូនស្រីដូចនេះក្រៅពីអ្នកផ្ទះតើមានអ្នកណាទៀតដែលដឹងឬមួយកូនស្រីមានស្គាល់មិត្តភ័ក្តិតាមប្រព័ន្ធអ៊ីនធឺណិតដែលឃើញថាពេលវេលាមាស72ម៉ោងក្នុងការតាមរកកូនស្រីកាន់តែខោចទៅហើយនោះគ្រួសារក៏កាន់តែបារម្ភនិងជ្រួលច្របល់កាន់តែខ្លាំងអ៊ំលីក៏ចាប់ផ្ដើមឆែកមើលទៅលើកំណត់ហេតុជជែកកម្សាន្តរបស់កូនស្រីក្នុងកុំព្យូទ័រតែមិនឃើញមានមិត្តភ័ក្តិក្នុងអ៊ីនធឺណិតអ្វីនោះទេហើយក្រៅពីមិត្តភ័ក្តិស្រីចិត្តដិតប្រមាណអ្នកប៉ុណ្ណោះដែលដឹងថានាងឡើងភ្នំក្រៅពីនោះគឺគ្មាននរណាបានដឹងឡើយដូច្នេះតើមូលហេតុអ្វីដែលធ្វើឲ្យកូនស្រីនិងមិត្តភ័ក្តិបាត់ទៅយ៉ាងចម្លែកបែបនេះថ្ងៃទី1ខែសីហានៅក្បែរប្រឡាយឆិនជាបរិវេណទីលានស៊ីសានលីងគឺជាតំបន់ដែលងងឹតហើយសើមដែលជាទីអំណោយផលដល់ការលូតលាស់របស់ពពួកផ្សិតនៅទីនោះផ្សិតដោះពីពេញដីថ្ងៃនោះមានបុរសចំណាស់ម្នាក់បានចូលព្រៃនោះដើម្បីបេះផ្សិតរួចក៏បានប្រទះឃើញបាវមួយយ៉ាងចម្លែកពីចម្ងាយ
បាវនោះមានសភាពត្រវែងហើយប៉ោងដូចជាមានអ្វីជាច្រើននៅក្នុងនោះដំបូងឡើយបុរសចំណាស់ស្មានថាជាសម្ភារៈប្រើប្រាស់ដែលនរណាម្នាក់យកមកបោះចោលក៏ងើយឆ្ងល់ក្នុងចិត្តរួចដើរទៅស្រែថងនោះមើលថងបើកឡើងមកភ្លាមក្លិនស្អុយរលួយអ្វីម្យ៉ាងក៏ភាយចេញមកបុរសចំណាស់តក់ស្លុតស្ទើរគាំងព្រោះវត្ថុនៅក្នុងថងគឺជាសាកសពដែលមានសភាពរលួយធ្ងន់ធ្ងរមួយក្រោយប៉ូលីសទទួលបានដំណឹងភ្លាមក៏ប្រញាប់ធ្វើដំណើរទៅកាន់ទីប្រទះសពយោងតាមការត្រួតពិនិត្យរបស់ផ្នែកកសោបវិច័យបានប្រទះឃើញក្នុងបាវនោះមានសាកសពមនុស្សដល់ទៅ2នាក់ដែលមើលមុខមាត់លែងស្គាល់បាត់ទៅហើយក្នុងខណៈពេលដែលយុវតីពីររូបបានបាត់ខ្លួនស្រាប់តែក្នុងព្រៃត្រូវបានប្រទះឃើញសាកសព2ដំណឹងនេះធ្វើឲ្យអ៊ំលីរន្ធត់ចិត្តតែម្ដងហើយក្រោយការធ្វើតេស្ត DNA លទ្ធផលក៏បានបង្ហាញថាក្នុងចំណោមសាកសពស្រីទាំងពីរមានម្នាក់គឺជាកូនស្រីដែលអ៊ំលីតាមរកជាច្រើនថ្ងៃគឺលីហ្វាងនិងមិត្តរបស់នាងឆាន់ម៉ៃផ្អែកលើការត្រួតពិនិត្យកសោបវិច័យនៅទីតាំងប្រទះសពជាក់ស្ដែងបានប្រទះឃើញថាសាកសពមានសភាពរលួយដែលអាចស្លាប់ជាច្រើនថ្ងៃមកហើយក្នុងនោះមានសាកសពមួយបានរួញស្វិតក្នុងសភាពដៃទាំងពីរដាក់បាំងនៅលើទ្រូងដែលហាក់បីដូចជាការរារាំងតបប្រឆាំងពីការវាយប្រហារអ្វីមួយផ្នែកក្បាលខាងក្រោយរបស់ជនរងគ្រោះទាំងពីរសុទ្ធតែមានស្នាមវាយដោយវត្ថុរឹងដែលគួរតែត្រូវបានជនល្មើសវាយប្រហារពីខាងក្រោយទើបបន្សល់ស្នាមរបួសបែបនេះបូករួមទាំងសាកសពទាំងពីរត្រូវបានជនល្មើសច្រកក្នុងបាវយកទៅបោះចោលទៀតនោះគឺអាចសបញ្ជាក់ថានេះគឺជាករណីមនុស្សឃាតរីឯសភាពរលួយខូចខាតរបស់សាកសពនិងស្ថានភាពនៃបម្រែបម្រួលសាកសពក្នុងអាកាសធាតុរដូវក្តៅនេះក៏មិនត្រឹមត្រូវព្រោះប្រសិនបើជនរងគ្រោះទាំងពីរត្រូវបានសម្លាប់ក្នុងថ្ងៃបាត់ខ្លួននោះសាកសពគួរតែខូចខាតធ្ងន់ធ្ងរជាងនេះដូចនេះសូមបញ្ជាក់ថាថ្ងៃដែលជនរងគ្រោះបាត់ខ្លួនកន្លងផុតបានប្រមាណថ្ងៃទើបពួកនាងត្រូវបានសម្លាប់ហើយស្លាកស្នាមផុសតាងខ្សែរយៈមួយចំនួនត្រូវបានជនល្មើសលុបបំបាត់អស់ទៅហើយបូករួមទាំងប្រមាណថ្ងៃដែលជនរងគ្រោះបាត់ខ្លួនគឺមានភ្លៀងធ្លាក់ទៀតដូចនេះធ្វើឲ្យស្លាកស្នាមក្នុងទីតាំងកើតហេតុផ្សេងៗបានហូរទៅតាមទឹកភ្លៀងអស់ទៅហើយអ៊ំលីមិនជឿឡើយថាកូនស្រីដែលរស់រវើករបស់គាត់ស្រាប់តែខ្លាចទៅជាសាកសពដែលគ្មានជីវិតបែបនេះនោះទេហើយហេតុអ្វីបានជាសាកសពរបស់កូនស្រីមានសភាពរួញបែបនេះព្រោះជាធម្មតាមនុស្សរលាកភ្លើងទៅធ្វើឲ្យសាច់តឹងរួញដែលនាំឲ្យរាងកាយទៅជាកោងដូចសភាពបែបនេះឬមួយនាងធ្លាប់ត្រូវបានភ្លើងឆេះប៉ុន្តែប្រសិនបើជនល្មើសមានគម្រោងចង់ដុតបំផ្លាញសាកសពនោះពិតជាអាចធ្វើឲ្យសកម្មភាពរបស់គេបែកធ្លាយឬអាចប្រឈមនឹងការមើលឃើញពីមនុស្សម្នាតែប្រសិនបើជនល្មើសចង់ដុតបំផ្លាញសាកសពចុះហេតុអ្វីក៏គេជ្រើសដុតតែសាកសពរបស់លីហ្វាងហើយហេតុអ្វីចុងក្រោយបែរជាជនល្មើសយកសាកសពរបស់ជនរងគ្រោះទាំងពីរទៅបោះចោលក្នុងព្រៃទៅវិញដែលនេះគឺមិនត្រូវទៅតាមលំដាប់លំដោយនៃការប្រព្រឹត្តបទល្មើសរបស់ជនល្មើសឡើយតើក្រៅពីការដុតភ្លើងនៅមានករណីអ្វីដែលអាចឲ្យសាកសពរួញបែបនេះភ្លាមនោះអ៊ំលីក៏នឹកឃើញទៅដល់ករណីមួយទៀតនោះគឺពេលដែលសាកសពទើបតែស្លាប់ថ្មីរាងកាយនៅទន់នៅឡើយប្រសិនបើជនល្មើសយកសាកសពដាក់ចូលទៅក្នុងទីតាំងដែលតូចចង្អៀតក្នុងសភាពកោងនោះក្រោយសាកសពប្រែជារឹងសាកសពនឹងរក្សាសភាពនោះរហូតគិតដល់ត្រង់នេះអ៊ំលីក៏ចាប់ផ្ដើមយល់ពីដំណើរសាច់រឿងមួយឡើងមកនោះគឺសាកសពមនុស្សដល់ទៅ2នាក់ទោះបីជនល្មើសជាមនុស្សប្រុសមាឌធំយ៉ាងណាក៏មិនអាចបំលាស់ទីសាកសពបានតែម្នាក់ឯងបាននោះទេដូចនេះជនល្មើសបានប្រើប្រាស់មធ្យោបាយច្រកសាកសពមួយក្នុងបាវមួយទៀតក្នុងវ៉ាលីឬវត្ថុអ្វីមួយដែលតូចចង្អៀតរួចធ្វើការបំលាស់ទីគឺអាចសន្សំបានទាំងកម្លាំងនិងពេលវេលាចំពោះទីតាំងប្រទះសពគឺមានគម្លាតឆ្ងាយពីឧទ្យានភ្នំបាតាឈូជាច្រើនគីឡូដីថែមជាតំបន់ជម្រាលព្រៃភ្នំដែលកម្រមានមនុស្សឆ្លងកាត់កូនស្រីនិងមិត្តភ័ក្តិមិនអាចបុកទីនេះបានឡើយហើយក្នុងគម្រោងនៃការឡើងភ្នំរបស់ពួកនាងក៏គ្មានតំបន់ស៊ីសានលេងដូចគ្នាដូចនេះកូនស្រីនិងមិត្តភ័ក្តិមិនអាចបុកដល់ទីតាំងប្រទះសពនេះដោយខ្លួនឯងនោះទេមានតែម្យ៉ាងប៉ុណ្ណោះគឺជនល្មើសប្រព្រឹត្តបទល្មើសទៅលើពួកនាងរួចទើបយកពួកនាងមកបោះចោលនៅទីនេះឬទីនេះគឺជាទីតាំងដែលជនល្មើសស្នាក់នៅតែម្ដងជនល្មើសអាចចាប់ជនរងគ្រោះទាំងពីរពីឧទ្យានបាតាឈូយកមកផ្ទះរបស់ខ្លួនក៏ថាបាន
ប៉ុន្តែបើជនល្មើសវាយកូនស្រីនិងមិត្តភ័ក្តិឲ្យសន្លប់ទាំងពីររួចយកពួកនាងមកផ្ទះរបស់គេនោះគឺត្រូវតែមានឧបសគ្គច្រើនតែជនល្មើសធ្វើយ៉ាងណាទើបមនុស្សម្នាមិនអាចមើលឃើញបានបែបនេះជនល្មើសធ្វើសកម្មភាពពេលយប់ឬជនល្មើសស្គាល់ផ្លូវវាងដែលគ្មានមនុស្សឆ្លងកាត់មិនថាជនល្មើសប្រើវិធីអ្វីនោះទេអ្វីដែលអ៊ុំលីប្រកាសចិត្តនោះគឺជនល្មើសជាមនុស្សដែលស្គាល់ភូមិសាស្ត្រតំបន់ភ្នំទាំងនេះច្បាស់លាស់បំផុតគេច្បាស់ជាមានបទពិសោធន៍ដើរហើរក្នុងព្រៃភ្នំនេះអាចជាអ្នកភូមិដែលរស់នៅក្បែរខាងតំបន់នេះទើបគេអាចមានទីកន្លែងលាក់ជនរងគ្រោះទាំងពីរបានថ្ងៃទី29ខែកក្កដាមានអ្នកទេសចរប្រមាណអ្នកដែលធ្វើដំណើរដើរព្រៃភ្នំតំបន់នោះបាននិយាយថាពួកគេបានឃើញក្នុងព្រៃមានផ្ទះមួយខ្នងថែមទាំងឮសំឡេងឆ្កែព្រុសនិងសំឡេងមនុស្សស្រីយំពេលដែលពួកនាងឮសំឡេងនោះក៏ផិតភ័យជាខ្លាំងនិងបានប្តឹងប៉ូលីសទៀតផងតែអ៊ំលីគ្រានោះយល់ថានោះគ្រាន់តែជារឿងយល់ច្រឡំរបស់អ្នកទេសចរប៉ុណ្ណោះព្រោះពេលដែលប៉ូលីសទៅដល់ផ្ទះក្នុងព្រៃនោះគឺរកឃើញតែខ្សែនិងក្រដាស់កាសែតប៉ុន្មានសន្លឹកប៉ុណ្ណោះតែពេលនេះអ៊ំលីនឹកឃើញរឿងនោះឡើងវិញគឺតក់ស្លុតតែម្ដងព្រោះគ្រានោះកូនស្រីនិងមិត្តរបស់នាងប្រហែលជាលាក់នៅក្នុងផ្ទះនោះឯងដោយសារភស្តុតាងគ្រប់យ៉ាងត្រូវបានទឹកភ្លៀងហូរនាំទៅអស់បូករួមទាំងការខូចខាតនៃសាកសពខ្សែរយៈអ្វីក៏ប៉ូលីសប្រមូលមិនបានចុងក្រោយរឿងនេះក៏បានក្លាយទៅជារឿងក្តីដែលដោះស្រាយមិនចេញការស្លាប់របស់កូនស្រីគឺជាការពិតអ៊ុំលីត្រូវតែទទួលយកនិងប្រឈមមុខទើបគ្មានយប់ណាដែលគាត់គេងស្ងប់នោះទេអ៊ុំលីតែងយល់សប្តិឃើញកូនស្រីមកជុំអង្វរគាត់ឲ្យទៅរកឃាតករថែមទាំងប្រាប់គាត់ថាឃាតករគឺជាគ្រូទស្សន៍ទាយដែលនៅជើងភ្នំនោះឯងហើយអ្វីដែលរត់តែធ្វើឲ្យអ៊ុំលីញាក់ផ្អើលនោះគឺគ្រួសាររបស់ឆាន់មីក៏យល់សប្តិឃើញទស្សនវិជ្ជាកូនស្រីស្រែកយំយ៉ាងឈឺចាប់សូមឲ្យឪពុកម្ដាយជួយសងសឹកឲ្យនាងផងនិងប្រាប់ឪពុកម្ដាយម្ដងហើយម្ដងទៀតថាឃាតករគឺអ្នកទស្សន៍ទាយនៅជើងភ្នំអ៊ុំលីក៏បានសាកល្បងតាមស្វែងរកអ្នកទស្សន៍ទាយនោះតាមសុបិនដែលកូនស្រីបានប្រាប់ប៉ុន្តែគ្រូទស្សន៍ទាយទាំងនោះគឺចល័តមិននៅមួយកន្លែងនោះទេថែមទាំងមានចំនួនច្រើនអត្តសញ្ញាណក៏មិនច្បាស់លាស់អក្សររយៈមនុស្សម្នាដែលគាត់ពឹងពាក់បានក៏មិនច្រើនទើបគាត់សាកល្បងទៅសុំការជួយពីប៉ូលីសតែសុបិនមិនអាចធ្វើជាភស្តុតាងសម្រាប់បំបែកក្តីបានឡើយទើបចុងក្រោយការស៊ើបអង្កេតក៏ត្រូវបានផ្អាកត្រឹមនោះមកដល់នឹងពេលនេះជនល្មើសដែលសម្លាប់យុវតីទាំងពីរមិនទាន់ត្រូវបានរកឃើញនៅឡើយគេនៅរស់ក្នុងសង្គមនេះឬបានស្លាប់តាមបាបកម្មដែលគេបានសាងក៏គ្មាននរណាដឹងនោះទេសូមជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា